ផ្អាកជួលស្រែមកមើលដលងម្ដងនិយាយទៅដលងឆ្នាំនឹងល្អ70 ទៅ 80% ដែរឆ្នាំនឹងគេខុសពីឆ្នាំមុនមិនសូវដោះទេឆ្នាំមុនដោះងាប់ខ្លះរស់ខ្លះឆ្នាំនេះដើមដៃដូចអត់ទៅភ្លៀងពេលអត់ទៅភ្លៀងទៅដលងវាលូតលាស់លឿនភ្លៀងញាប់ក៏មិនកើតដែរមកដល់ចការឃើញថាអាវស្អីគេហ្នឹងពេញរោងហើយវហ្នឹងទៅមួយខ្សែដកចោលអស់ខ្លះមើលណែយើងដកចោលមួយសាហើយចាំបាញ់ថ្នាំរបស់យើងចប់ជួស្រែអញ្ចឹងទៅយើងមកមើលដលងខ្លះមានអីទេមើលដលងផងស្រែផងចេញពីដលងស្រែចេញពីស្រែដលងអាវហ្នឹងក៏សម្បូរទេអាវហ្នឹងមករោងទៅសឹងទាំងអស់ដកវាអស់មួយសាសិនចាំបាញ់ថ្នាំតែយើងបាញ់ថ្នាំតែម្ដងទៅខ្លាចវាអត់ងាប់អាវហ្នឹងព្រោះភាគច្រើនពួរនឹងមិនដែលឃើញងាប់អស់ហ្នឹងទៅបាញ់ថ្នាំរឿងល្អគ្រាន់មើលត្រូវនឹងខ្យល់តិចវិចខៀវល្ងិតដលងល្អអញ្ចឹងទៅមានអារម្មណ៍ថាចង់ដាំចង់ថែដោះល្អគ្រប់អញ្ចឹងទៀតអេមកតែដោះពេញរោងមកខៀវល្ងិតអញ្ចឹងមិនខ្ជិលទេរឿងយករបស់បាញ់ថ្នាំអីហ្នឹងណាស់តែអត់ដោះតាមករោងឃើញ2 3ដើម10 20 ម៉ែត្រខាងមើលមិនទៅដោះហ្នឹងគឺខ្ជិលហ្មងមើលទៅតំណងទៅបានច្រើនគួរសមដែរនេះមើលអាវហ្នឹងទៅតាណាក៏ឃើញដែរកិច្ចមិនផុតហ្មងមករោងសឹងទាំងអស់ហ្មងដលងនោះមិនច្រើនណាបើវាកើតដីនឹងទំហំទៅ2 ហាត់តែវាកើតក្រាន់ណាអាស្មៅអីគេហ្នឹងក៏មានដែរស្មៅហ្នឹងតែយើងដកវយើងប៉ាស្មៅហ្នឹងក៏យើងដកដែរមួយទុកវាមួយអញ្ចឹងនិស្សិតនៃការយើងធ្វើដលងធ្វើស្រែយើងចេញពីដលងទៅស្រែហើយចេញពីស្រែមកដលងក៏ទៅវិលជុំទៅមកហ្មងគ្មានបានតនេទេវិលជុំចុះឡើងនេះអាស្មៅហ្នឹងធំណាស់ហ្នឹងគុំនិតអាហ្នឹងដើមស្មៅគេហ្នឹងបាច់បាត់ហើយចេញពីស្រែមកដលងចេញពីដលងទៅស្រែចេញពីបាញ់ថ្នាំរបស់ដលងបាញ់ថ្នាំស្រែម្ដងវិលជុំទៅមកមើលអាកន្លែងនេះគ្រប់ទឹកតែវាមិនបាន 100% ទេបានតែ70 80% បានមិនដឹងក៏យកដែរមួយឆ្នាំ